សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញសង្គម YouTube ទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំនឹងមានមេរៀនទាក់ទងជាមួយនឹង Excel មួយដែលមេរៀននេះគឺទាក់ទងជាមួយនឹងការ analyze ពណ៌ទិន្នន័យនៅក្នុង Excel ហើយនៅខ្មែរយើងធម្មតាគេថាការចាក់ពណ៌អញ្ចឹងការចាក់ពណ៌នេះគឺយើងចាក់ដោយ automatic ដែលយើងកំណត់វានៅក្នុង Excel របស់យើងអញ្ចឹងថាតើយើងកំណត់របៀបណាអញ្ចឹងនៅក្នុងតារាងនេះគឺខ្ញុំមានD គឺខ្ញុំមានទាក់ទងនឹង page គឺមាន F ហើយនិង M អញ្ចឹងខ្ញុំចង់ចាក់ពណ៌ទៅលើ page F ដែលមានន័យថា female ភេទស្រីអញ្ចឹងខ្ញុំចង់ចាក់ auto តែខ្ញុំចាក់មិនអញ្ចឹងមុននឹងយើងចាក់យើងត្រូវអូសលើតារាងទាំងអស់សិនអូសលើតារាងដែលយើងចង់ចាក់ទាំងអស់សិនបន្តមកទៀតយើងមើលមកលើខាងលើនេះគឺនៅក្នុងត្រង់ home មានពាក្យមួយពាក្យថា conditional formatting ចឹងចុចលើវាមកហើយវាមានជាច្រើនពាក្យយើងរើសប៉ុន្តែខ្ញុំចង់ចាក់យក F ហើយនឹង M គឺខ្ញុំយកពាក្យថា highlight cell rule បន្តមកទៀតវាមាន greater than less than between ប៉ុន្តែយើងយកពាក្យថា tick គឺដោយសារតែក្នុងនេះគឺវាជាអត្ថបទអញ្ចឹងយកពាក្យថា tick អូខេអញ្ចឹងហើយបន្តមកទៀតគណៈ female នេះពាក្យស្រីអញ្ចឹងបន្តមកទៀតខ្ញុំរើសយកពណ៌ខ្ញុំចង់បានពណ៌អីអញ្ចឹងខ្ញុំយក custom format វាចេញពណ៌មកជីហើយយក file ហើយខ្ញុំចង់បានថាពណ៌លឿងអញ្ចឹង raw background ដែលមានអក្សរ F គឺវានឹងចេញពណ៌លឿង auto ហើយយកវា OK អញ្ចឹងគឺ auto ឧទាហរណ៍ខ្ញុំចង់ដូរនេះខ្ញុំដូរយក F គឺវារត់ auto យើងវិញគឺយកទៅជាពណ៌នេះវិញវាទៅជាពណ៌លឿងប៉ុន្តែបើខ្ញុំដូរវិញដូរពី S មក M វិញគឺវាអត់មានទេអញ្ចឹងវីដេអូនេះគឺបញ្ចប់តែប៉ុណ្ណឹងសូមអរគុណជម្រាបលា